សួស្តី Facilitator ថ្ងៃនេះគឺយើងឈានចូលមកដល់ session ទី6របស់ unit ទី3ហើយ session ទី6នេះគឺជា interaction session របស់ reading បានន័យថានៅក្នុង interaction session យើងអត់រៀនអំពីវីដេអូទេកូនសិស្សមាន handout ហើយ Facilitator គឺជាអ្នកធ្វើការពន្យល់និងអនុវត្តនៅ activity ដែលនៅក្នុង handout អញ្ចឹងដូចជា interaction session ដតីដែលយើងបានធ្វើពីមុនមកគឺយើងចូលមកដល់គឺយើងចំណាយពេល6នាទីដំបូងឲ្យកូនសិស្សគាត់ធ្វើការ share នៅ story ដែលគាត់បានអាននៅផ្ទះហើយគាត់យកមកនិយាយគ្នាទៅអំពីរឿងដែលគាត់បានអានដោយមិនចាំបាច់ខ្វល់អំពីកំហុសដែលតាក់ទងពី grammar បន្ទាប់ពីចំណាយរយៈពេល6នាទីក្នុងការ share យើងចូលមកដល់ section B នេះបានន័យថា facilitator ត្រូវចំណាយរយៈពេល15នាទីនៅក្នុងការកែទៅលើ homework reading ដែលយើងបានដាក់ឲ្យកូនសិស្សធ្វើហើយខ្ញុំបានធ្វើជាវីដេអូមួយទៀតដែលតាក់ទងពីចម្លើយរបស់ reading សូម facilitator ទៅមើលវីដេអូនោះចុះបន្ទាប់ពីយើងចំណាយរយៈពេល15នាទីនៅក្នុងការកែ homework reading ហើយយើងចូលមកដល់ section C អញ្ចឹងនៅក្នុង section C នេះអ្វីដែលគាត់ត្រូវធ្វើខ្ញុំសូមអាន instructions work with a partner take turn telling each other about 3 favorite free time activity and provide reasons why you like doing those activity use the phrase in the useful language box below to tell your partner about those activity អញ្ចឹងអ្វីដែលកូនសិស្សត្រូវធ្វើដំបូងគឺឲ្យគាត់ធ្វើការជាក្រុមអញ្ចឹង facilitator ប្រាប់គាត់ថាចាប់ដៃគូសំទោសមិនមែនធ្វើការជាក្រុមទេធ្វើការជាដៃគូ work with a partner បានន័យថាឲ្យគាត់ចាប់ដៃគូនៅពេលដែលគាត់មានដៃគូហើយត្រូវប្រាប់គាត់ថាឲ្យបដូរវេនគ្នានិយាយអំពី favorite free time activity ចំនួន3បានន័យសកម្មភាពដែលគាត់ចូលចិត្តធ្វើនៅពេលទំនេរហ្នឹងចំនួន3ហើយនៅពេលដែលនិយាយហ្នឹងសូមឲ្យគាត់ឲ្យ reason ផងឲ្យហេតុផលថាហេតុអីបានចូលចិត្តធ្វើសកម្មភាពទាំងនោះប៉ុន្តែនៅពេលដែលគាត់និយាយអំពីសកម្មភាពទាំងនោះហ្នឹង facilitator ទៅប្រាប់គាត់ថាសូម use phrase ដែលមាននៅក្នុង useful language box នេះឧទាហរណ៍ facilitator អាចប្រាប់គាត់ថា I like doing blah 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 I spend time doing blah 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 I enjoy doing blah 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 I help somebody with blah 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 it's fun doing blah 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 love doing blah 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 ចឹងមកបានន័យថាពេលហ្នឹងគឺ facilitator ទៅប្រាប់គាត់ថាពេលដែលនិយាយអំពី favorite free time activity ចំនួន3ហ្នឹងត្រូវប្រើ phrase នៅក្នុងនេះដូចជានៅក្នុងឧទាហរណ៍អញ្ចឹងI like doing exercise because it make me healthy and look younger អញ្ចឹងយើងបានន័យថាយើង use phrase នេះយើងយកមកនិយាយអំពី favorite free time activity របស់យើងហើយយើងឲ្យ reason ទៀតហេតុអីបានយើងចូលចិត្តធ្វើ activity ទាំងហ្នឹងខ្ញុំចូលចិត្តធ្វើការហាត់ប្រាណខ្ញុំចូលចិត្តហាត់ប្រាណដោយសារតែការហាត់ប្រាណហ្នឹងធ្វើឲ្យខ្ញុំមានសុខភាពល្អនិងមើលទៅក្មេងជាងមុនឧទាហរណ៍ទី2កន្លែងនេះខ្ញុំ use phrase ទី1នេះខ្ញុំ use phrase នេះដល់ពេលទី2នេះខ្ញុំ use phrase នេះ I enjoy reading books because I can learn a lot of things ខ្ញុំចូលចិត្តអានសៀវភៅពីព្រោះថាខ្ញុំអាចរៀនអំពីអ្វីៗជាច្រើនអូខេអញ្ចឹងកន្លែងនេះគឺខ្ញុំបានធ្វើជា some possible reason ដែលអាចឲ្យពួកគាត់នឹងយកទៅប្រើប្រាស់បានប៉ុន្តែសូម facilitator ប្រាប់ថាសូមឲ្យពួកគាត់នឹងគិតនៅហេតុផលដែលខ្លួនឯងបើសិនជាគាត់គិតអត់ឃើញគាត់អាចប្រើប្រាស់ហេតុផលនៅក្នុងប្រអប់នេះឧទាហរណ៍ because I can meet a lot of friends ខ្ញុំអាចជួបពួកម៉ាក់ខ្ញុំច្រើន because I can spend more time with my family ព្រោះខ្ញុំអាចនៅជាមួយគ្រួសារខ្ញុំបានច្រើន because it make me feel relaxed ធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រួលខ្លួន because I can learn new thing from it ខ្ញុំអាចរៀនពីអ្វីថ្មីbecause it make me stay fit វាអាចធ្វើឲ្យខ្ញុំនឹងនៅរឹងមាំអញ្ចឹងនេះគឺជា reason អញ្ចឹងកូនសិស្សមានរយៈពេល6នាទីអញ្ចឹងឲ្យគាត់ផ្លាស់ប្ដូរវេនគ្នាធ្វើអញ្ចឹងឧទាហរណ៍អ្នកទី1ហ្នឹងគាត់ធ្វើ3នាទីយើងមកគាត់និយាយ3 activity អ្នកទី2និយាយ3 activity ប្រាប់ទៅអ្នកទី1វិញអូខេអញ្ចឹងសូមចូលមកមើល section D ទាំងអស់គ្នានៅក្នុង section D អ្វីដែលកូនសិស្សត្រូវធ្វើគឺមានចំនួន2 step យើងចូលមកមើល step ទី1ទាំងអស់គ្នា D1 D1 work in a groups of 3 people choose A B or C A read the first part B read the second part and C read the last part ដោយសារតែ writing យើងគឺមាន3ផ្នែកអញ្ចឹងអ្វីដែលខ្ញុំចង់ឲ្យកូនសិស្សធ្វើដំបូងគឺឲ្យពួកគាត់នឹងចូលធ្វើការងារជាក្រុមហើយមួយក្រុមមានចំនួន3នាក់មួយក្រុម3នាក់អញ្ចឹងនៅក្នុងក្រុមហ្នឹងមានម្នាក់ធ្វើ A មានម្នាក់ធ្វើ B មានម្នាក់ធ្វើ C អញ្ចឹង A ហ្នឹងគឺត្រូវ read the first part ឲ្យគាត់អាន first part តាក់ទងពី Mike អញ្ចឹងអានេះរបស់ A បន្ទាប់មកអ្នកដែលធ្វើ B ហ្នឹងគឺគាត់អានពី Angela គឺ B អញ្ចឹងបន្ទាប់មកអ្នកដែល C ហ្នឹងគឺគាត់អានអំពី Daniel អញ្ចឹងគាត់អាន part ផ្សេងគ្នាអញ្ចឹងយើងទុកពេលឲ្យគាត់
អាន part ហ្នឹងគឺរយៈពេល5នាទីបន្ទាប់ពីគាត់អាន5នាទីហើយយើងមើលមកថាអូខេ5នាទីដល់ហើយយើងចូលមកមើល activity មួយទៀតនៅក្នុង activity នេះគឺគេហៅថា 3 to 1 activity 3 to 1 activity នេះគឺមានរយៈពេល18នាទីរៀងយូរសូម facilitator យកចិត្តទុកដាក់អញ្ចឹងដំបូងគេបំផុតដោយសារតែយើងមានក្រុមមួយជា3នាក់ហើយយើងនៅក្នុងមួយក្រុមយើងមានអ្នកធ្វើ A ធ្វើ B ជាមួយនឹងធ្វើ C ត្រូវហ៎មួយក្រុមយើងមាន3នាក់អញ្ចឹងដំបូងគេបំផុត facilitator ត្រូវប្រាប់គាត់ថាគាត់អានចប់ម្នាក់មួយ part ហើយអញ្ចឹងឲ្យគាត់ share ឲ្យគាត់ចែកម្លែកអ្វីដែលគាត់អាននៅក្នុងក្រុមរបស់ពួកគាត់អញ្ចឹងគាត់មានរយៈពេលដំបូងបំផុតហ្នឹងគឺមានម្នាក់3នាទីអញ្ចឹងអូខេ A គាត់និយាយ3នាទីពីអ្វីដែលគាត់បានអានបន្ទាប់មក B គេនិយាយ3នាទីហើយ C គេនិយាយ3នាទីទៀតអញ្ចឹងមួយក្រុមប្រកាសជាត្រូវការ9នាទីឯងត្រូវទេអញ្ចឹងដំបូងគេបំផុតគឺ9នាទីនេះដំបូងគឺគាត់ឲ្យ share នៅក្នុងក្រុមដែលយើងបាន form ហើយហ្នឹងបន្ទាប់ពី9នាទីបានកន្លងផុតទៅគាត់ share ហើយណាម្នាក់3នាទីម្នាក់3នាទី facilitator ត្រូវបំបែកគាត់ឲ្យចូលក្រុមថ្មីអញ្ចឹងគាត់ដើរទៅរកក្រុមថ្មីហើយគាត់ដើរទៅរកក្រុមថ្មីអញ្ចឹងនៅក្នុងក្រុមថ្មីនេះក៏ត្រូវមានមនុស្ស3នាក់ដូចគ្នាដែរអញ្ចឹងមកណាដល់ពេលគាត់មានមនុស្ស3នាក់គាត់ចាប់ផ្ដើមធ្វើការ share ពីអ្វីដែលគាត់បានអានទៀតហើយអញ្ចឹងដល់ពេលដែលគាត់ share ប៉ុន្តែពេលវេលាហ្នឹងម្នាក់មានតែ2នាទីឯងលើកហ្នឹងឧទាហរណ៍អ្នកទី1នេះគេ share 2នាទីអ្នកទី2នេះ2នាទីអ្នកទី3នេះ2នាទីទៀតអញ្ចឹងដោយសារតែម្នាក់និយាយ2នាទីអញ្ចឹងទាំងអស់គ្នាវាមាន6នាទីអញ្ចឹងនៅពេលដែល form group ជុំទី2ហ្នឹង facilitator កំណត់មកថា6នាទីហើយត្រូវមាន6នាទីអ្នកទាំង3ហ្នឹងត្រូវ share អ្វីដែលខ្លួនបានអានហ្នឹងឲ្យហើយបន្ទាប់ពីគាត់ share ម្នាក់2នាទី2នាទីបាន6នាទីហើយចឹងទៅយើងបំបែកក្រុមមួយទៀតយើងគេហៅថា round 3យើងគោរពពួកគាត់ជាមួយនឹងអ្នកថ្មីមួយទៀតអ្នកថ្មីហ្នឹងក៏ត្រូវមាន3អ្នកដូចគ្នាមកក្រុមមាន3អ្នកដូចគ្នាឲ្យគាត់រកអ្នកថ្មីអត់ឲ្យនិយាយមួយអ្នកដដែលទេហើយឲ្យគាត់ share អ្វីដែលគាត់បានអានតែពេលវេលាដែលគាត់ share កន្លែងហ្នឹងម្នាក់មានតែ1នាទីឯងពេលវេលាកាន់តែខើចទៅអញ្ចឹងម្នាក់1នាទីម្នាក់1នាទីអញ្ចឹងត្រូវការពេល3នាទីត្រូវហ៎អញ្ចឹង facilitator គឺកំណត់មកថាអូខេ3នាទីអ្នកទាំងអស់គ្នាត្រូវតែ share ឲ្យទាំងអស់អូខេអញ្ចឹងមុនដំបូង9ហើយ6 6ហើយ3អញ្ចឹងគាត់មានពេលកាន់តែតិចទៅក្នុងការ share គោលបំណងក្នុងការធ្វើ activity ហ្នឹងគឺចង់ឲ្យគាត់និយាយឲ្យកាន់តែលឿននៅអ្វីដែលគាត់បានអានហើយអញ្ចឹងបន្ទាប់ពីគាត់បានធ្វើ activity ហ្នឹងហើយសូមចូលមកមើល activity មួយទៀតគឺ activity E ចូលមកដល់ E នេះគឺអ្វីដែលកូនសិស្សធ្វើ read and think អានហើយគិតចឹងបានន័យថាមានចំនួនច្រើន step ដូចគ្នាគ្រាន់ថា activity នេះរៀងស្រួលជា activity មុនដំបូងគឺឲ្យគាត់ work with a partner ចាប់ផ្ដើមបែកគាត់ឲ្យ work ជាដៃគូម្ដងហើយបន្ទាប់មកឲ្យគាត់អាន article ហ្នឹងមាន2 Andrea ជាមួយនឹង Ed បើចែកគ្នាអានអ្នកណាអាននេះហើយគឺអានទាំងអស់ហ្មងម្នាក់ហ្នឹងគឺគាត់អានទាំងអស់ណានៅពេលដែលគាត់អានទាំងអស់ហើយពឹបឲ្យគាត់ពេល4នាទីអានបន្ទាប់ពីគាត់អានចប់ហើយ4នាទីកន្លងផុតទៅយើងត្រូវប្រាប់ថាម្នាក់ត្រូវបង្កើត3សំណួរតាក់ទងពី Andrea ម្នាក់ទៀតដោយសារគាត់ធ្វើដឹកការជាដៃគូម្នាក់ទៀតគឺត្រូវ create 3 question តាក់ទងពី ad អញ្ចឹងបានន័យថាម្នាក់បង្កើត3សំណួរតាក់ទងពី Andrea ម្នាក់ទៀតបង្កើត3សំណួរតាក់ទងពី ad បន្ទាប់ពីគាត់បង្កើតរយៈពេល3នាទីយើងឲ្យគាត់3នាទីឲ្យគាត់បង្កើតហើយយើងចូលមកដល់ step ទី3គឺឲ្យគាត់បិទกระดาษកុំឲ្យគាត់មើលกระดาษឲ្យគាត់បិទกระดาษឲ្យគាត់សួរឲ្យឆ្លើយគ្នាទៅវិញទៅមកហ្មងអញ្ចឹងបានន័យថាអ្នកដែល create question ពី Andrea ហ្នឹងគាត់សួរអា question ហ្នឹងទៅ partner របស់គាត់ហើយ partner របស់គាត់ឆ្លើយមកហើយអញ្ចឹងហើយបន្ទាប់មក partner របស់គាត់ហ្នឹងសួរតាក់ទងជាមួយនឹង ad មកវិញអញ្ចឹងផ្លាស់ប្ដូរគ្នាសួរកុំឲ្យគាត់មើលกระดาษឲ្យសោះពួកគាត់មានរយៈពេល3នាទីទៀតអូខេអញ្ចឹងនេះគឺជាចុងបញ្ចប់នៅក្នុងវីដេអូនេះហើយសូមអរគុណ facilitator